នៅផ្ទះក្តាមឃើញផុសតែបុកល្ហុងប៉ុន្តែគុំច្រឡំថាបុកល្ហុងលក់ដាច់ជាងគេមនុស្សដែលលក់ដាច់ខ្លាំងជាងគេប្រចាំផ្ទះក្តាមគឺសាច់គោចង្កាក់នេះទេប៉ុន្តែបើសួរថាហេតុអីបានអត់សូវឃើញផុសសាច់គោចង្កាក់អត់ផុសផងនៅតែលក់អត់ទាន់បើសិនជាផុសទៀតអត់មានសាច់គោលក់ឲ្យសោះតែម្ដងពីមុនថាជ្រក់ក្តាមជាមនុស្សទូឯកប៉ុន្តែឥឡូវដូរឲ្យសាច់គោចង្កាក់គឺជាមនុស្សទូឯកប្រចាំផ្ទះក្តាមលក់ដាច់ខ្លាំងប្រចាំថ្ងៃតែម្ដងមិនថាជាគីឡូមិនថាជាចង្កាក់នៅនឹងកន្លែងគឺថាភ្ញៀវគ្រប់ត្រូលទិញហើយទិញទៀតតសើទៀតគោខ្មែរគោស្រែអ្នកបាត់ដំបងសាច់ល្អទុនផុយសំណើមខ្ទិះត្រូវជាមួយនឹងគ្រឿងផ្សំដែលខ្ញុំដាក់មកទៀតគឺថាអូយនិយាយមែនថាឆ្ងាញ់ខ្លាំងហ្មងនិយាយទៅភ្ញៀវណាគាត់សរសើរថាសាច់គោចង្កាក់នៅផ្ទះក្តាមគឺឆ្ងាញ់ខ្លាំងគាត់អត់ដែរញ៉ាំសាច់គោណាដែលថាឆ្ងាញ់ដល់ថ្នាក់ហ្នឹងណាបងប្អូនខ្លះគាត់គិតថាសាច់គោចង្កាក់ហ្នឹងគ្រាន់តែជាសាច់គោធម្មតាដែលគេលក់ទូទៅគ្រប់ទីកន្លែងគឺរសជាតិវាអត់សូវខុសគ្នាប៉ុន្មានទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមកសាករសជាតិសាច់គោចង្កាក់នៅផ្ទះក្តាមខ្ញុំហ៊ាននិយាយថាឆ្ងាញ់ខ្លាំងមែនតែនហ្មងគេធ្វើបែបធម្មតាគឺឆ្ងាញ់បែបធម្មតាតែសម្រាប់ផ្ទះក្តាមធ្វើបែបមិនធម្មតារសជាតិចេញទៅក៏ឆ្ងាញ់បែបមិនធម្មតាដែរមិនឆ្ងាញ់តែសាច់គោទេឆ្ងាញ់តាំងពីជ្រក់រហូតម្ទេសឆាខ្ទឹមជ្រក់ទៅមកកាផ្លេហ្មងអញ្ចឹងមកថាច្រឡំអីច្រឡំទៅកុំឲ្យតច្រឡំថាសាច់គោចង្កាក់នៅផ្ទះក្តាមយកពីគេទៅបាននិយាយទៅគឺធ្វើខ្លួនឯងរូបមន្តខ្លួនឯងខ្ញុំជាម្ចាស់ដើមផ្ទាល់តែម្ដងសម្រាប់បងប្អូននៅឆ្ងាយចង់កំងញ៉ាំឬក៏មានកម្មវិធីតូចធំជប់លៀងខូបកណាត់អីចង់កំងជាគីឡូខ្ញុំផ្ញើជូនក៏បានសម្រាប់បងប្អូននៅបាត់ដំបងនិងនៅភ្នំពេញចង់អញ្ជើញមកញ៉ាំនៅទីតាំងផ្ទាល់ក៏បានអរគុណ